វាមួយចាស់ផ្សេងដល់ពេលបូជាសពម្ដងទៅផ្សេងនឹងមួយចាស់ចូលទៅសាលាផតសាលាអីចេញចង់ជិះទៅញាត់ញោមពុតបរិស័ទហើយប្រសំមិនគុំមកការរបស់ដែរអោយតែមានជីវិតកើតឡើងហើយតែងតែប្រត់ប្រាស់និរះបាត់បង់ទៅវិញជាធម្មតាទៅតាមសភាវៈពិតដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអនិច្ចំទុក្ខំអនត្តាអញ្ចឹងហើយជារៀងរាល់ឆ្នាំវត្តសិរីពុទ្ធីដំបូដែលទទួលនៅពុទ្ធបរិស័ទហែហមនៅញាតិញោមជាពុទ្ធបរិស័ទដែលត្រូវជាក្រុមជាញាតិនឹងជាច្រើនដើម្បីនឹងមកបូជាសពនៅក្នុងទីបច្ឆានៃវត្តសិរីពុទ្ធីដំបូអញ្ចឹងហើយទីបច្ឆារួមមានទាំងអស់ពីរបើហើយអញ្ចឹងសពថ្ងៃនេះយើងបូជានឹងបានតែទីបច្ឆាមួយទេបើហើយនៅទីបច្ឆាមួយទៀតកសាងនៅឆ្នាំ2004រហូតមកដល់ពេលវេលានេះអស់រយៈពេលជាច្រើនឆ្នាំអញ្ចឹងហើយក៏ខូចខាតបាក់បែកពុកភុយយើងមិនអាចនឹងប្រើប្រាស់បានទៀតទេគឺមានការជួសជុលច្រើនលើកច្រើនគ្រាដែរក៏ប៉ុន្តែដោយអាស្រ័យថាញាតិញោមជាពិតបរិស័ទទាំងអស់គ្នាដឹងហើយថាបូជាសពនីមួយៗនឹងភ្លើងព្រះអគិឆាប់ឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោងអញ្ចឹងហើយមិនអាចធៀបអ្វីមួយដែលទ្រាំទ្រួជាមួយនឹងភ្លើងបាននោះទេអញ្ចឹងចូលមកដល់ពេលវេលាឱកាសពេលចំពោះមុខនេះអាត្មាភាពជាប្រជាអធិការវត្តដំបូនឹងរាយរាប់ជុំវិញអំពីការជួសជុលនៅទីបច្ឆាវត្តសិរីពុទ្ធីដំបូចាប់ផ្ដើមតាំងអំពីជួសជុលរហូតមកដល់សម័យនៃបច្ចុប្បន្នថ្ងៃនេះអស់រយៈពេលចិត្តនឹង10ថ្ងៃហើយបាទហើយអញ្ចឹងដោយជាងក៏ខំប្រឹងធ្វើតាំងអំពីថ្ងៃទី1រហូតមកដល់ពេលវេលានេះបានមួយចំនួនដែរហើយក៏ប៉ុន្តែនៅមានការធ្វើជាច្រើនទៀតតាំងអំពីប្រក់ដំបូលតាំងអំពីផ្លាស់នៅផ្លានតាំងអំពីដូរនៅរទេសអូសតាំងអំពីផ្លាស់នៅទ្វេតាំងអំពីឥតបិទស្រូបពីលើដែលជាឥតតាន់ហ្នឹងគឺដើម្បីនឹងស្រូបពីលើដែកឲ្យបានមុនទួនបងហើយដល់ចឹងហើយទៅអាត្មាភាពជាមួយនឹងគណៈកម្មការមានគម្រោងការគិតថាឥឡូវហ្នឹងយើងដែកបើសិនជាយើងនៅតែធ្វើដែកចឹងទៀតគឺភ្លៀងសាច់ដល់ពេលដល់ភ្លៀងសាច់ទៅវាដែកហ្នឹងវាច្រេះចាប់ទៅវាមិនបានយូរប្រហែលទេដល់ពេលដល់កដៅត្រូវទឹកទៅវាសោះទៅជាបន្ទុះពុកភុយហើយនឹងចឹងហើយបានតែប្រហែលឆ្នាំវានឹងកែតម្រូវឡើងទៀតហើយដល់ចឹងឥឡូវយើងត្រូវមានការត្រិះរិះថាឥឡូវហ្នឹងយើងត្រូវតែស្រូបបកាត់នៅឥតហៅថាឥតតាន់ហ្នឹងពីក្រៅទៅឥតតាន់ហ្នឹងវាអាចទី1វាទ្រាំទ្រជាមួយនឹងចិត្តកម្ដៅទី2ទៀតវាស្រូបពីលើដែកទៅវាជួយការពារដែកជៀសវាងកុំឲ្យភ្លៀងកុំឲ្យឡើងទឹកវាសាច់ចូលទៅវាធ្វើឲ្យដែកហ្នឹងមកពីដែកវាមិនត្រូវនឹងទឹកទេដែកវាអត់ត្រូវគ្នាជាមួយទឹកទេតើត្រូវហើយបើសិនជាមានចិត្តកម្ដៅទៀតវាងាយស្រួលឲ្យបន្ទុះដល់ពេលទៅបន្ទុះទៅយូរទៅវាសោះហើយសោះទៅវានឹងប្រងផ្សែងនឹងបាក់ក៏ដូចជាលិចចេញនៅផ្សែងនៅអីជាច្រើនអញ្ចឹងជួបនៅការលំបាកបាទអញ្ចឹងហើយទៅប្រឡូវនឹងសមាភិបនឹងមានការកម្រិតឆ្នៃប្រឌិតថាអុយជាងហ្នឹងគឺប្រកាត់ឥតតាន់នឹងជុំវិញរហូតទាំងប្រងផ្សែងប្រងអីប្រកាត់ស្រូបទាំងអស់ហើយយើងរៀបចំកែនៅផ្លូវហៅថាអូសរទេសអូសសពហើយនឹងរទេសអូសនៅអូសអីអញ្ចឹងហើយជុំហ្នឹងមានការក្រាលនៅថ្មក្រាលនៅដូចថាឥតជៀសវាងកុំឲ្យល្អិលហើយឲ្យស្អាតដូចជាមានពុតបោសិតដែលត្រូវជាញាតស្លាប់ហើយនឹងអ្នកដែលមានគុណអីចឹងកូនចៅចង់ដេកខ្នល់ដេកអីចឹងអានឹងយើងក្រាលដើម្បីឲ្យស្អាតស្អំទៀតជុំនឹងទៀតហើយមួយទៀតយើងប្រក់ដំបូលហើយនឹងយើងបដូរផ្លានឡើងតមកពីថាពីមុននឹងយើងបួជាទៅអាផ្សែងអាភ្លើងនឹងវាឆាប់ឆេះទៅអាផ្លានឈើអាតូនហៅតូនយ៉ាងងយហ្នឹងវាពុកវាភុយឥឡូវហ្នឹងយើងមានកំណត់ថាចង់ក្រោយហ្នឹងប្រក់នៅផ្លានឈើដែរក៏ប៉ុន្តែយើងអាចប្រក់នៅតូនសម៉ង់ក៏ដើម្បីឲ្យវាទប់ទល់ជាមួយនឹងផ្សែងទប់ទល់ជាមួយនឹងកម្ដៅនឹងឲ្យបានយូរបងហើយចឹងហើយការចូលចូលទីបច្ឆាហ្នឹងបើក៏ទៅទីបច្ឆាហ្នឹងខូចប្រហែលជា80%បងប្រហែលជា80%ហើយបច្ចុប្បន្ននេះតាំងអំពីសមាភិបជាប្រចាំអធិការវត្តផ្សព្វផ្សាយក៏ដូចជាបង្ហោះឡើងនឹងមានពុតបរិស័ទទាំងចាត់ទូទិសនៅក្នុងប្រទេសនិងក្រៅប្រទេសនឹងបានចំនួនជាប្រាក់ដុល្លារហើយនិងប្រាក់ដុងវៀតណាមនឹងបើបូកសរុបទៅប្រហែលជាបាន100លានបន្តិចបន្តួចហើយនៅក្នុងគម្រោងការជួសជុលនៅទីបច្ឆានឹងតាមគិតគ្រប់សពបែបយ៉ាងតាំងអំពីរទេសអូសតាំងអំពីទ្វេតាំងអំពីកន្លែងអូសអស់ចូលតាំងអំពីក្រាលថ្មតាំងអំពីប្រក់ដំបូលតូនអីគ្រប់សពបែបយ៉ាងនោះប្រហែលជា200លានបងអញ្ចឹងឥឡូវវត្តនៅខ្វះបន្តិចបន្តួចទៀតដើម្បីជាឧបនិស្ស័យនៅក្នុងពេលនេះសមាភិបនឹងក៏សូម
ប្រសពផ្សាយទៅដល់ពុទ្ធបរិស័ទដែលជាអ្នកមានសទ្ធានឹងដើម្បីជំនួយជួយឧបត្ថម្ភជាបន្ថែមឲ្យបានគ្រប់គ្រាន់ដើម្បីជួសជុលនៅទីបច្ឆាគឺជាទីកន្លែងសម្រាប់ទុកឲ្យពុទ្ធបរិស័ទប្រើប្រាស់នៅក្នុងចំណោះវត្តនៃសេរីពុទ្ធាដំពោអាត្មាភាពសឲ្យឃើញថាបញ្ជាក់ខ្សែជាថ្មីម្ដងទៀតថាទីបច្ឆានឹងគឺជាទីកន្លែងមួយដែលវត្តត្រូវការចាំបាច់ជាទីបំផុតហើយសូមបញ្ជាក់ជាចំណុចមួយទៀតថាទីបច្ឆានេះជាទីកន្លែងបូជានៅសពអ្នកដែលមានគុណរបស់ពុទ្ធបរិស័ទទាំងអស់គ្នានៅក្នុងចំណោះជើងវត្តឥតមានអ្នកណាគេចផុតទេគឺថាម្ដងយើងម្ដងគេតែប៉ុណ្ណោះហើយអញ្ចឹងអាត្មាភាពជាមួយនឹងគណៈកម្មការនឹងមានគោលបំណងគឺចម្បងទាំងគេបងអស់នឹងគឺចង់ធ្វើឲ្យស្អាតដើម្បីឲ្យពុទ្ធបរិស័ទនឹងដង្ហែនៅសាកសពអ្នកដែលមានគុណហៅថាពុព្វការីជននឹងមកបូជានឹងឲ្យហាក់បីដូចជាដង្ហែនៅអ្នកដែលមានគុណនឹងមកទីកន្លែងដែលគួរសមតហើយបើសិនជាយើងមិនកែនៅទីបច្ឆានេះឡើងឲ្យបានស្អាតស្អំទេផ្ទុយទៅវិញពុទ្ធបរិស័ទដង្ហែនៅសាច់ញាតិរបស់ខ្លួនមកបូជានឹងឃើញទីបច្ឆានឹងទឹកក៏លិចហើយនឹងជុំនឹងក៏មិនសូវជាបានស្អាតហើយទីបច្ឆាពុកភុយលបើកនៅដំបូលអីក្តីណានឹងពុទ្ធបរិស័ទសម្លឹងមើលឃើញទៅហាក់បីដូចជាឥតសប្បាយចិត្តទេមកអំពីថាឆាកជីវិតចុងក្រោយឱកាសចុងក្រោយរបស់មនុស្សយើងគ្រប់រូបកូនចៅទាំងអស់គ្នានឹងចង់ហែហមអ្នកដែលមានគុណនឹងមកកាន់នៅជាបណឋានហើយសម្លឹងមើលឃើញជាបណឋានស្អាតហាក់បីដូចជាដង្ហែនៅក្រុមចញាតរបស់ខ្លួននឹងមកកាន់នៅឋានសួគ៌ហើយបន្ទុយទៅវិញបើយើងមិនធ្វើមិនត្រឹមត្រូវទេញាតិញោមពុទ្ធបរិស័ទទាំងអស់ដង្ហែសាច់ញាតិដែលត្រូវជាពុព្វការីជនមកនឹងយើងមើលទៅឃើញថាវាមិនគួរសមនឹងហើយគឺជាទឹកចិត្តព្រះសង្ឃហើយនឹងគណៈកម្មការវត្តមានចំពោះពុទ្ធបរិស័ទនៅក្នុងចំណោះវត្តនិងចំណោះនានាមករៀបចំធ្វើពិធីកិច្ចបូជាសពទៅតាមប្រពៃណីទំនៀមទម្លាប់ដែលជាជនជាតិខ្មែរនៃយើងដើម្បីនឹងថែរក្សានៅអត្តសញ្ញាណជាតិក៏ដូចជាវប្បធម៌ប្រពៃណីជនជាតិខ្មែរនៃយើងបាទអញ្ចឹងនៅក្នុងពេលវេលាឱកាសថ្ងៃនេះអាត្មាភាពមានសេចក្តីសូមអំណររីករាយយ៉ាងខ្លាំងដែលបានមានពាក្យពេចន៍លើកឡើងនៅក្នុងពេលនេះរៀបរាប់ជុំវិញអំពីការជួសជុលនៅទីបច្ឆាហើយនឹងសូមថ្លែងអំណរអគុណចំពោះពុទ្ធបរិស័ទដែលជាអនិកជននៅខាងសហរដ្ឋអាមេរិកក្តីនៅក្នុងចំណោះវត្តក្តីនៅចំណោះនានាក្តីនៅចិត្តក្តីនៅឆ្ងាយក្តីដែលបានផ្ញើថវិកាមកប្រគេនដល់អាត្មាភាពដើម្បីជំនួយជួយឧបត្ថម្ភនៅការជួសជុលនៅទីបច្ឆាអញ្ចឹងចុងក្រោយក៏សូមលើកហត្ថថាឡើងប្រសិទ្ធពរជ័យដល់គ្រួសារពុទ្ធបរិស័ទទាំងចាត់ទៅទិសទាំងចិត្តទាំងឆ្ងាយនៅក្នុងប្រទេសក្រៅប្រទេសសូមឲ្យប្រកបតែសេចក្តីសុខសេចក្តីចម្រើននិងទទួលនៅពុទ្ធពរទាំងឡាយ4ប្រការរបស់ព្រះសម្មាសម្ពុទ្ធគឺអាយុវណ្ណៈសុខៈបលៈនិងត្រៃសិក្ខាសម្បត្តិទាំងឡាយ3សម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិព្រះនិព្វានកុំបីឃ្លានឃ្លាតឡើយសូមអនុមោទនា